ជំរាបសួរពុកម៉ែបងប្អូនអរគ្នាពុកម៉ែបងប្អូនដឹងថាពេលនេះម៉ោងនេះនាងខ្ញុំនៅកន្លែងណាទេគឺថានាងខ្ញុំនៅឯវត្តភ្នំបងប្អូនអរគ្នាហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងខាងមុខចិត្តមកដល់ហើយឥឡូវនេះគឺថានៅម្ដុំទីធ្លានៅវត្តភ្នំគឺគេថាគឺគេកំពុងតែរៀបចំធ្វើជាស្តង់ក៏ដូចជាធ្វើជាកន្លែងឆាកដើម្បីមានការប្រគំតន្ត្រីជូនទៅដល់ពុកម៉ែបងប្អូនដើម្បីមកទស្សនាទាំងអស់គ្នាចឹងពុកម៉ែបងប្អូនកុំភ្លេចណាឆ្នាំនេះសប្បាយមែនតែនពុកម៉ែបងប្អូនអើយយើងចូលរួមចំណែកលេងល្បែងប្រជាប្រិយខ្មែរយើងឲ្យច្រើនកកហើយដើម្បីឲ្យសប្បាយរីករាយទាំងអស់គ្នាមកពុកម៉ែបងប្អូនហើយគឺថាវ៉ាវអូយពុកម៉ែបងប្អូននេះបងប្អូនស្គាល់អត់នេះគឺជាផ្ការរំដួលបងប្អូនផ្ការរំដួលតោះឥឡូវខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនចូលទៅក្នុងទាំងអស់គ្នាថាតើគេរៀបចំអីខ្លះបានអីខ្លះហើយព្រោះថាជិតដល់ថ្ងៃពុកម៉ែបងប្អូនជិតដល់ថ្ងៃដែលចូលឆ្នាំមកដល់ហើយគឺថ្ងៃទី14 13 14 15ចា16មួយទៀតអូយស្អាតណាស់ពុកម៉ែបងប្អូននេះអូយស័ក្តិសមជាមួយនឹងអាវនេះខ្ញុំមែនតែនហើយស្អាតណាស់នាងខ្ញុំស្រឡាញ់ណាពណ៌លឿងគឺជាពណ៌ដែលនាងខ្ញុំស្រឡាញ់បំផុតតោះយើងទៅមើលខាងមុខទៀតតើមានអីតោះអូបងប្អូនទាំងអស់គ្នាអើយគឺថាមានឆាកមានអីពួកគាត់រៀបចំបដាហើយដល់ថ្ងៃសង្ក្រាន្តជិតចូលមកដល់ហើយអញ្ចឹងយើងទាំងអស់គ្នានឹងចូលរួមកំសាន្តលេងទាំងអស់គ្នាដោយសេចក្តីរីករាយចាបងប្អូនឃើញអត់នេះបងប្អូនឃើញស្នោឃើញឧបករណ៍ឃើញអីស្តង់នេះកំពុងតែចាប់ផ្ដើមសង់បដាបងប្អូនអញ្ចឹងយើងដើរមើលទាំងអស់គ្នាមកស្អាតមែនតើបងប្អូនអើយធានាថាសបាយនោះដូចជាមានរោងដូចជាមានរោងលខោននេះរោងអីគេណាបងអសដោយសារតែនេះខ្ញុំមើលអត់សូវឃើញទេពុកម៉ែបងប្អូនអូយមានលខោនខោទៀតតោះយើងទៅមើលខាងហ្នឹងទាំងអស់គ្នាសិនតោះលខោនខោមែនអត់ដូចជានាងខ្ញុំនិយាយអត់ឃើញថាគេចាប់ផ្ដើមរៀបចំបានចិត្តដល់ថ្ងៃហើយថ្ងៃនេះគឺជាថ្ងៃទី8និយាយរួមទៅសតតែប្រហែលថ្ងៃទៀតពុកម៉ែបងប្អូនអូមានពិធីពុនក្នុងខ្សាច់ទេបងប្អូនអរគ្នាតោះខ្ញុំនាំអារម្មណ៍ទៅមើលខាងមុខនេះសិនពិធីពុនក្នុងខ្សាច់បងប្អូនអរគ្នានេះបងប្អូនអាចមើលបានអូយបងប្អូនចាំមើលនេះពិធីពុនក្នុងខ្សាច់គឺមានខ្សាច់ណាហើយខ្ញុំចូលទៅស្ទាបសិនថាតើខ្សាច់មែនតែនឬក៏ខ្សាច់លេងបងចៅសុំស្ទាបទីแล้วមកចុចមួយខ្ញុំអស់នេះអូសាច់មែនតែនពុកម៉ែបងប្អូនសាច់មែនតែនណាមិនសាច់លេងទេសាច់មែនតែនគេដាក់ខាងលើគឺពិធីពុនភ្នំខ្សាច់ដែលតែងតែប្ររពធ្វើឡើងជារៀងរាល់ឆ្នាំហើយជាពិសេសនៅក្នុងទីវត្តអារាមពេលដែលយើងទៅវត្តយើងកុំភ្លេចពុនភ្នំខ្សាច់ដើម្បីអស់កម្មអស់ពៀដែលជាប់ចម្ពាក់មិនថាជាតិនេះឬជាតិណាទេគឺយើងកុំភ្លេចពុនភ្នំខ្សាច់ចាបងប្អូនអរគ្នាពេលវេលាល្អអបអសាទរសង្ក្រាន្តឆ្នាំថ្មីនេះខ្ញុំចង់ឲ្យទៅមើលខាងនោះទៀតបងប្អូនតោះយើងទៅមើលខាងនោះទៀតនោះផ្លាកខាងលើនោះទេតែយើងមិនបានចាប់ដល់ឥឡូវនេះដោយសារឆ្ងាយពេកឥឡូវខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលចិត្តហើយខាងលើនេះគឺជាគេដាក់ថាពិធីស្រង់ព្រះពុកម៉ែបងប្អូនស្គាល់ហើយបន្ទាប់ពីចូលឆ្នាំឬក៏បន្ទាប់ពីយើងទៅវត្តហើយយើងមកផ្ទះយើងកុំភ្លេចព្រះរស់នៅផ្ទះគឺយើងធ្វើការស្រង់ព្រះជូនដល់ពុកម្ដាយលោកតាលោកយាយអ៊ំពូមីងសាច់ញាតិរបស់យើងចាហ្នឹងហើយស្រង់ព្រះហើយពេលដែលទៅវត្តកុំភ្លេចព្រះរស់ទាំងអស់គ្នាតោះធ្វើបន់តន់ខែភ្លឺណាពុកម៉ែបងប្អូនតោះឥឡូវយើងទៅមើលខាងនេះទៀតតើមានអីទៀតនេះឆាកដែលពួកគាត់រៀបចំតែមិនទាន់ហើយណាពុកម៉ែបងប្អូនតោះទៅជាមួយនឹងខ្ញុំអូនោះមហោស្រពល្ខោនខោរាជធានីភ្នំពេញឆ្នាំ2025តោះបងប្អូន24 25ឯងមើលមិនឃើញទេតោះអូប្រហែលជាក្នុងនេះគេរៀបចំជាល្ខោនខោពុកម៉ែបងប្អូនអូខាងលើនេះឧបករណ៍តន្ត្រីគេពីពណ៌តន្ត្រីទៀតនិយាយទៅច្រើនមែនតើនេះពុកម៉ែបងប្អូនអូរោងខាងនេះមានរោងបងប្អូនមានរោងតោះយើងទៅមើលមុខទៀតច្រើនណាស់ហើយនេះគេដាក់អីគេនេះអូរបៀបកន្លែងល្ខោនខោចាហ្នឹងហើយនោះមូលដ្ឋានក្បាច់របស់គេប្រាប់ពីគ្រឹះនៃការរាំល្ខោនណាបងប្អូនអរគ្នាវ៉ាវបងប្អូនអើយមានមកុដទៀតមកុដតោះអូយហើយស័ក្តិសមជាមួយនឹងអាវនេះខ្ញុំមែនតែនតោះយើងទៅមើលទាំងអស់គ្នាមើលមកុដហើយមានឆាកមានអីទៀតអូហូយពុកម៉ែបងប្អូនអើយសប្បាយមែនតែនគឺថាមានការរៀបចំជាច្រើនហើយដោយបញ្ជាក់ជូនពុកម៉ែបងប្អូនចឹង
សប្បាយញរួមបងប្អូនដែរក៏អត់បានធ្វើដំណើរទៅទីរួមខេត្តនានាឬក៏បានទៅស្រុកកំណើតបងប្អូនដែរមានស្រុកកំណើតនៅភ្នំពេញស្រាប់បងប្អូនអាចមកលេងនៅវត្តភ្នំបានចាហើយមួយវិញទៀតបើសិនជាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់ទៅទស្សនានៅឯក្រុងសៀមរាបក៏កុំភ្លេចអញ្ជើញទៅបើសិនជាមានអំឡងទៅព្រោះថានៅសៀមរាបឆ្នាំនេះគេធ្វើធំមែនតែនកម្មវិធីមានច្រើនចង់និយាយចឹងពុកម៉ែបងប្អូនគឺសប្បាយមែនតែនចាតោះអញ្ជើញទៅមើលបន្តទៀតជាមួយនឹងនាងខ្ញុំអូយច្រើនណាស់បងប្អូនអើយតោះនោះគេដាក់ថាវត្តភ្នំវប្បធម៌ប្រវត្តិសាស្ត្រតោះទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នានេះបងប្អូនឃើញអត់នេះវត្តភ្នំវប្បធម៌ប្រវត្តិសាស្ត្រអូហូយល្អមែនតែនតោះយើងទៅមើលខាងមុខទៀតមានអីទៀតអូមានឆាកតន្ត្រីទៀតពុកម៉ែបងប្អូនមានឆាកតន្ត្រីទៀតមានច្រើនណាមានច្រើនមែនតើអូនេះគឺឆាកសម្រាប់យើងថតរូបថតអីលេងបានណាពុកម៉ែបងប្អូននេះសួស្ដីសង្ក្រាន្តឆ្នាំថ្មីដែលត្រៀមនឹងចាប់ផ្ដើមនៅពេលដែលចូលឆ្នាំយើងខាងមុខនេះហើយថ្ងៃទី13 14 15 16មួយទៀតអូយសប្បាយមែនតើពុកម៉ែបងប្អូនអើយមានច្រើនណាស់នោះគឺជាឆាកមិញនេះគឺខ្ញុំទៅឈរក្បែរមកកត់អូយនេះគឺជាឆ្នាំទាំង12ឆ្នាំមានឆ្នាំអីខ្លះបងប្អូនមើលទៅនេះឆ្នាំទាំង12មានឆ្នាំខ្លាឆ្នាំម្សាញ់ឆ្នាំខាឆ្នាំម្សាញ់ឆ្នាំរោងឆ្នាំថោះឆ្នាំឆ្លូវឆ្នាំជូតឆ្នាំមមីមមែវករកាចកលអីហ្នឹងពុកម៉ែបងប្អូនតោះខ្ញុំរៀបរាប់ទាំងអស់តែម្ដងនេះគឺឆាកទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាហើយនោះផ្លាកធំបំផុតគឺសង្ក្រាន្តវត្តភ្នំបងប្អូនអស់គ្នាអូខេអញ្ចឹងបងប្អូនកុំភ្លេចណាមកទស្សនាទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនអត់បានទៅទីរួមខេត្តនានាទេបងប្អូនអាចមកលេងបាននាំជាមួយនឹងក្រុមគ្រួសារបងប្អូនកូនចៅអាចមកលេងបានហើយនៅមានបន្តទៀតនៅខាងមុខទៀតពុកម៉ែបងប្អូននៅមានខាងមុខទៀតប៉ុន្តែអូនេះខ្ញុំមកឈរទៅនេះជូនពុកម៉ែបងប្អូននេះមកមើលខាងនេះតោះមកនេះបានដឹងសង្ក្រាន្តវត្តភ្នំពុកម៉ែបងប្អូនសង្ក្រាន្តវត្តភ្នំកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាហើយអូយសប្បាយមែនទែនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺវីដេអូនេះខ្ញុំចង់ជំរាបប្រាប់ពុកម៉ែបងប្អូនថានៅវត្តភ្នំឥឡូវគេកំពុងតែរៀបចំជាស្តង់ក៏ដូចជាឆាកបណ្ដាហើយដល់ថ្ងៃកម្មវិធីសង្ក្រាន្តរបស់យើងនឹងចូលមកដល់ខាងមុខនេះគឺមកដល់ពុកម៉ែបងប្អូននឹងប្រកាសជាឃើញហើយថាមានកម្មវិធីជាច្រើននៅទីនេះចាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះហើយកុំភ្លេចមកទស្សនាកំសាន្តលេងទាំងអស់គ្នាថាតើមានអីខ្លះអូយអរគុណច្រើនកុំភ្លេចណាជូនពរពុកម៉ែចាជាចុងក្រោយនេះនាងខ្ញុំអីម្ដងសូមលើកម្រាមដៃ10ប្រសិទ្ធពរជ័យជូនពរទៅដល់ពុកម៉ែបងប្អូនសូមឲ្យនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះសូមឲ្យពុកម៉ែបងប្អូនរកទទួលទានមានបានហើយសុខសុវត្ថិភាពតាមផ្លូវទីចិត្តទីឆ្ងាយធ្វើដំណើរទៅណាក៏ដោយសូមឲ្យសុខសុវត្ថិភាពហើយកុំភ្លេចពាក់ជាមួយនឹងមួកសុវត្ថិភាពក៏ដូចជាខ្សែក្រវ៉ាត់ហើយយើងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាកុំភ្លេចសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារចំណាយពេលវេលានៅជាមួយមនុស្សដែលមានចំណាយពេលវេលានៅជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានច្រើនហើយថែសុខភាពផងណាពុកម៉ែបងប្អូនកុំភ្លេចថែសុខភាពផងចាអរគុណជំរាបលា